តូលឹមអគ្គលេខាធិការបកកុម្មុយនីវៀតណាមដែលទើបតែជាប់ឆ្នោតជាអគ្គលេខាធិការបកកុម្មុយនីវៀតណាមជាលើកទី2គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានាដើមខែកុម្ភៈឆ្នាំ2026ខាងមុខនេះបើយោងតាមលទ្ធផលនៃជំនួបប្រមុខការទូតកម្ពុជានិងវៀតណាមនៅប្រទេសហ្វីលីពីនយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី29ខែមករាឆ្នាំ2026ស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៃទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសមីយ៉ាន់ម៉ានៅប្រទេសហ្វីលីពីនប្រមុខការទូតកម្ពុជាអាដាមប្រាក់សុខុនបានជួបជាមួយលោកលេហូអាជុងដែលជារដ្ឋមន្ត្រីការបរទេសវៀតណាមដែលផ្ដោតសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងវៀតណាមលើមូលដ្ឋានភាពជាអ្នកជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងក្នុងកិច្ចប្រជុំនោះប្រមុខការទូតកម្ពុជានិងវៀតណាមបានជជែកពីកិច្ចសហប្រតិបត្តិការវប្បធម៌សេដ្ឋកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យាហើយជាពិសេសបានត្រៀមរៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់លោកតូលឹមអគ្គលេខាធិការបកកុម្មុយនីវៀតណាមនៅប្រទេសកម្ពុជាតែម្ដងលោកតូលឹមត្រូវបានជ្រើសតាំងជាអគ្គលេខាធិការបកកុម្មុយនីវៀតណាមសម្រាប់អាណត្តិទី2ដោយសម្មាជលើកទី14របស់គណៈបកនេះកាលពីថ្ងៃទី19ដល់ថ្ងៃទី25ខែមករាឆ្នាំ2026ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលោកគ្រងនឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រមទាំងមានជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួននៅក្នុងរាជធានីភ្នំពេញ